ជំនួបពិភាក្សាការងាររវាងមេដឹកនាំចិនលោកស៊ីជីនពីងនិងប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀនពូទីនដែលកំពុងបំពេញទស្សនកិច្ចកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉េកាំងខណៈដែលប្រទេសទាំងពីរបានបង្ហាញពីភាពជាដៃគូដ៏ស៊ីជម្រៅនិងបានប្រមានប្រឆាំងនឹងការវិលត្រឡប់ជាសកលទៅរកច្បាប់ព្រៃបើតាមសារព័ត៌មាន Al Jazeera នៅថ្ងៃទី20 ខែឧសភាថាជំនួបនេះបានចាប់ផ្ដើមឡើងជាមួយនឹងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងគគ្រឹកគគ្រេងនៅក្នុងរដ្ឋធានីរបស់ប្រទេសចិនកាលពីថ្ងៃពុធដោយលោកស៊ីនិងលោកពូទីនបានចាប់ដៃគ្នាដកឃ្លានៅខាងក្រៅវិមានប្រជាជនបន្ទាប់ពីបានដើរលើកម្រាលព្រំក្រហមនៅក្នុងសន្ទរកថាបើករបស់ពួកគេមេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការរឹតបន្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងចិនប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ពីសម្ដីលោកពូទីនប្រាប់លោកស៊ីថាទោះបីស្ថិតនៅក្នុងបរិបទនៃកត្តាខាងក្រៅមិនអំណោយផលក៏ដោយក៏អន្តរកម្មនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់យើងបង្ហាញពីសន្ទុះយ៉ាងខ្លាំងក្លាលោកបន្ថែមថាភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងអន្តរកម្មយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងចិនក្នុងយុគសម័យថ្មីគឺជាគំរូសម្រាប់ទំនាក់ទំនងអន្តររដ្ឋាភិបាលនៅក្នុងពិភពទំនើបថ្លែងទៅកាន់លោកពូទីនលោកស៊ីបានកោតសរសើរចំពោះទំនាក់ទំនងដែលមិនអាចកាត់ថ្លៃបានរវាងចិននិងរុស្ស៊ីលោកស៊ីមានប្រសាសន៍ថាយើងអាចបន្តពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមកនិងការសម្របសម្រួលយុទ្ធសាស្ត្ររបស់យើងជាមួយនឹងភាពធន់ដែលនៅតែរឹងមាំមិនរវើរវាយទោះបីជាមានការសាកល្បងនិងទុក្ខលំបាកនានាក៏ដោយមេដឹកនាំចិនរូបនេះក៏បានលើកឡើងផងដែរអំពីសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលលើអ៊ីរ៉ង់ដោយបានប្រាប់សមាភាគីរុស្ស៊ីរបស់លោកថាចំនួនបន្ថែមទៀតគឺជារឿងមិនគប្បីហើយប័ណ្ណឈប់បាញ់គឺជារឿងចាំបាច់លោកស៊ីបានមានប្រសាសន៍ថាប័ណ្ណឈប់បាញ់គ្រប់ជ្រុងជ្រោយគឺជាភាពបន្ទាន់បំផុតការបន្តអរិភាពឡើងវិញគឺកាន់តែមិនគប្បីហើយការបន្តការចរចាគឺមានសារៈសំខាន់ជាពិសេសនៅចុងក្រោយនៃថ្ងៃពុធនេះវិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយព្រមានថាមានគ្រោះថ្នាក់នៃការបែកបាក់គ្នានៅក្នុងសហគមន៍អន្តរជាតិនិងការវិលត្រឡប់ទៅរកច្បាប់ព្រៃសេចក្តីថ្លែងការណ៍នោះបានបន្ថែមថាការព្យាយាមរបស់បណ្ដារដ្ឋមួយចំនួនក្នុងការគ្រប់គ្រងកិច្ចការសកលលោកដោយឯកតោភាគីការបង្ខំឲ្យពិភពលោកទាំងមូលទទួលយកផលប្រយោជន៍របស់ពួកគេនិងការគម្រិតការអភិវឌ្ឍអធិបតេយ្យភាពរបស់ប្រទេសដទៃទៀតក្នុងស្មារតីនៃយុគសម័យអាណានិគមគឺត្រូវទទួលបរាជ័យ